សួស្តីបងប្អូនកសិករតើអ្នកធ្លាប់ឃើញសម្លេងពណ៌សតោងជាប់លើត្រួយចន្ទីរបស់អ្នកដែរទេខ្មាំងលាក់មុខនេះហើយគឺជាសត្វល្អិតចៃសឬចៃសម្លេងដែលកំពុងបឺតជញ្ជក់ជីវិតដំណាំចន្ទីរបស់អ្នកវាជាសត្វតូចមែនប៉ុន្តែអាចបង្កការខាត់បងធំដល់ទិន្នផលតើចៃសបំផ្លាញចន្ទីដោយរបៀបណាទី1វាបឺតជញ្ជក់ទឹកពីត្រួយផ្កានិងផ្លែខ្ចីធ្វើឲ្យផ្កាជ្រុះផ្លែរុនឬមិនអាចបង្កើតផលបានទី2វាបញ្ចេញសារធាតុផ្អែម honeydew ដែលបណ្ដាលឲ្យផ្សិតខ្មោចដោះគ្រាប់លើស្លឹកកាត់បន្ថយការស្រូបពន្លឺថ្ងៃកុំចាំដល់យឺតពេលការត្រួតពិនិត្យជាប្រចាំគឺជាគន្លឹះត្រូវផ្ដោតសំខាន់លើត្រួយដែលទើបនឹងលាស់និងកញ្ចុំផ្កាបើឃើញស្នាមប្រឡាក់សដោយសម្លេងហើយត្រូវចាត់វិធានការភ្លាមតើត្រូវកម្ចាត់ដោយរបៀបណា1វិធីធម្មជាតិឬវប្បធម៌បាញ់សម្អាតប្រើលាយបាយទឹកសាប៊ូឬប្រេងនីមបាញ់ទៅលើកន្លែងដែលមានចៃសថែរក្សាសត្រូវធម្មជាតិដូចជាសត្វល្អិតអង្ក្រងព្រោះពួកវាជាជំនួយការដ៏ល្អក្នុងការស៊ីចៃស2វិធីគីមីប្រើនៅពេលធ្ងន់ធ្ងរជ្រើសរើសប្រភេទថ្នាំដែលណែនាំសម្រាប់ចៃសដូចជាប្រភេទមានសារធាតុ imidacloprid ឬ buprofezin សំខាន់ណាស់ត្រូវអនុវត្តតាមកម្រិតណែនាំលើស្លាកសញ្ញាឲ្យបានត្រឹមត្រូវបំផុតដើម្បីសុវត្ថិភាពនិងប្រសិទ្ធភាពបាញ់ផ្ដោតទៅលើកម្លាំងដែលមានចៃសតោងការយល់ដឹងនិងចាត់វិធានការទាន់ពេលនឹងជួយការពារទិន្នផលចន្ទីរបស់អ្នកកុំបណ្ដោយឲ្យចៃសបំផ្លាញកម្លាំងញើសឈាមរបស់អ្នកបើវីដេអូនេះមានប្រយោជន៍សូមចុច like share និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗទៀតសូមអរគុណដំណាំចន្ទីអ្នកលូតលាស់មិនទាន់ចិត្តមែនទេដល់ពេលប្រើជីទឹកស្លឹក3ផ្ដោតលើការលូតលាស់ស្លឹកខ្ចីជំរុញផ្កាឲ្យផ្លែបានច្រើនដើមរឹងមាំទិន្នផលខ្ពស់ចង់បានទិន្នផលខ្ពស់ជ្រើសរើសស្លឹក3ស្លឹក3ដែលគួរកសិកម្មប្រកបដោយគុណភាពទំនាក់ទំនងឥឡូវនេះ